ស្វាគមន៍មកកាន់ The Lady Page ហើយថ្ងៃនេះគឺខ្ញុំនឹងមកឆ្លើយសំណួររបស់បងប្អូនយើងដែលគាត់ផ្ញើសារមកខ្ញុំក៏ដូចជាគាត់ comment នៅក្នុង post របស់ខ្ញុំផ្សេងផងដែរដែលគាត់សួរចង់ដឹងពីរបៀបនៃការ time out ហើយបងប្អូនខ្លះគាត់ថាគាត់ធ្វើដែរប៉ុន្តែវាអត់បានជោគជ័យអញ្ចឹងហ្នឹងព្រោះគាត់ចង់ថ្ងៃនេះខ្ញុំនឹងមកចែករំលែកពី tip ឬក៏របៀបរបបដែលខ្ញុំធ្វើ time out កូនហ្នឹងដើម្បីឲ្យកូនយើងគាត់មានវិន័យគាត់ស្ដាប់យើងអត់ចាំបាច់និយាយអីជាមួយគាត់ច្រើនដងច្រើនលើកច្រើនសារអញ្ចឹងណាបើនិយាយយ៉ាងខ្លីឲ្យកូនគាត់ស្ដាប់ឲ្យវាបានមានប្រសិទ្ធភាពជាបងប្អូនខ្លះគាត់អត់ទាន់ស្គាល់ថាតើ time out ជាអីទេចា time out គឺជាការដាក់វិន័យកូនក្នុងលក្ខខណ្ឌប្រមាណនាទីឲ្យគាត់នៅស្ងៀមមិនឲ្យគាត់លេងរបស់ដែលគាត់លេងឲ្យលេងតុក្កតាឲ្យលេងថយក្នុងរយៈពេល specific តាមមួយឧទាហរណ៍ថាបងប្អូនគ្នា time out គាត់5នាទី10នាទី15នាទីហើយការធ្វើការ time out នោះផងដែរគឺដូចក្នុងរូបនេះអញ្ចឹងគឺឲ្យកូនទៅអង្គុយនៅគៀនអញ្ចាំងឬក៏នៅលើតុឬក៏នៅកន្លែងណាមួយឬក៏សាឡុងណាមួយដែលមិនឲ្យមានអីនៅលើដៃគាត់តតែសោះមិនថាជាសភៅមិនថាជាអីនិយាយទៅគឺគាត់ដាក់វិន័យគាត់ឲ្យគាត់នៅស្ងៀមអង្គុយនៅស្ងៀមអត់មានអីទាំងអស់នៅក្នុងដៃនិយាយទៅគឺអត់ឲ្យទូទាស់មើលមិនមាន iPad មិនមានអីទាំងអស់តែម្ដងអ្នកនរគ្នាខ្ញុំដឹងថាវានឹងអាចពិបាកបើសិនជាបងប្អូនទៅតែចាប់ផ្ដើមអញ្ចឹងខ្ញុំចែករំលែកនេះតាំងពីចំណុចដំបូងជូនទៅបងប្អូនទាំងអស់គ្នាហើយបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍យើងអាច share ចែករំលែកបន្តទៅកាន់ដូចថាបងប្អូនយើងខ្លះដែលគាត់ជាមេដាបៃតាថ្មីចាឬក៏អ្នកដែលគាត់ធ្លាប់អនុវត្តដែរប៉ុន្តែអត់បានជោគជ័យអញ្ចឹងណាការដាក់ time out របស់កូនបងប្អូនទាំងអស់គ្នាគឺត្រូវការយើងរៀងចិត្តដាច់បន្តិចអានឹងដែលខ្ញុំនិយាយនេះការដាក់វិន័យកូនបែបនេះគឺប្រសើរជាងការវាយកូនឆ្ងាយអ្នកនរគ្នាចាខ្ញុំដឹងថាសម័យនេះតែមានអ្នកវាយកូនអញ្ចឹងដូចថាយើងពេលខ្លះយើងខឹងពេលខ្លះយើងនឿយយើងហត់ប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តបងប្អូនអស់គ្នាឲ្យធ្វើវិន័យបែប time out វិញខ្ញុំជឿថាក្មេងគឺគាត់ខ្លាចការ time out នឹងច្រើនជាងការវាយទៀតព្រោះការយើងវាយក្មេងកាន់តែរឹងអ្នកនរគ្នាចាក្មេងខ្លះកាន់តែវាយកាន់តែរឹងអញ្ចឹង time out នេះគឺជាវិន័យនិយាយគឺជាការដាក់វិន័យដ៏ល្អបំផុតដែលខ្ញុំគិតថាជាឪពុកម្ដាយយើងអាចប្រើបានអញ្ចឹងការដាក់ time out បងប្អូនអាចចាប់ផ្ដើមពី5នាទី10នាទី15នាទី20នាទី30 1ម៉ោង2ម៉ោងពេលដែលយើងដាក់ time out គឺយើងត្រូវមកទាំងអស់គ្នាគឺឧទាហរណ៍ថាយើងដាក់កូននៅលើកៅអីមួយឲ្យគាត់ time out ខ្ញុំដាក់រូបខ្ញុំនេះអញ្ចឹងក្នុងនាមយើងជាអ្នក time out កូនគឺយើងត្រូវតែអង្គុយមើលគាត់ទាំងអស់គ្នាត្រូវតែអង្គុយមើលគាត់ហើយទាំងអស់គ្នាអត់អាច time out គាត់អត់ឲ្យគាត់លេង iPad អត់ឲ្យគាត់លេងថយហើយអ្នកទាំងអស់គ្នាអង្គុយមើលគាត់ទាំងអស់គ្នាចុចទូរស័ព្ទឬក៏អីបានទេ no នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការ time out ឲ្យមានប្រសិទ្ធភាពគឺបងប្អូនត្រូវតែនៅមើលគាត់ហ្មងឧទាហរណ៍ថាយើងដាក់គាត់ឲ្យគាត់អង្គុយ time out ទាំងអស់គ្នាត្រូវតែអង្គុយមើលគាត់បើថាដាក់5នាទីទាំងអស់គ្នាអង្គុយមើលគាត់5នាទីក្មេងប្រកាសជាយំខ្ញុំជឿថាក្មេងដែលលើកដំបូងគាត់ប្រកាសជាយំគាត់ប្រកាសជា nagging គាត់ងយំធ្វើស្រែកអីអញ្ចឹងទាំងអស់គ្នាត្រូវតែចាត់ដាច់ទាំងអស់គ្នាខ្ញុំចង់ប្រាប់ថាពេលយើងចិញ្ចឹមកូនគឺយើងចិញ្ចឹមកូនឲ្យអ្នកដទៃស្រឡាញ់ដែរយើងមិនអាចចិញ្ចឹមកូនស្រឡាញ់តែម្នាក់ឯងទេអញ្ចឹងបើសិនជាយើងដាក់វិន័យកូនយើងអត់បានកូនយើងទៅចូលជាមួយនឹងសង្គមគេផ្សេងគាត់ចូលគេអត់ចុះទេចាអញ្ចឹងវាធ្វើឲ្យពិបាកដូចគាត់ទៅរៀនទៅអីអញ្ចឹងគាត់អត់អាចចូលជាមួយមិត្តភ័ក្តិរួមថ្នាក់អីបានអញ្ចឹងអានឹងគឺជាបញ្ហារបស់យើងនៅពេលក្រោយអញ្ចឹងបើសិនជាយើងអាចហាត់ពុតលុតដំគាត់បាននៅផ្ទះស្រាប់គាត់ចូលទៅសង្គមគាត់ចូលទៅសាលាគឺល្អសម្រាប់គាត់សម្រាប់យើងអញ្ចឹងយើងត្រូវអង្គុយមើលគាត់សួរថាចុះបងចុះបើកូនយំចាគឺខ្ញុំមានសំណួរច្រើននិយាយទៅបងប្អូនយើងសួរតាម message ច្រើនណាស់អញ្ចឹងបើសិនជាគាត់យំយើងប្រាប់គាត់ថាបើសិនជាយំយើងថែម5នាទីទៀតចាឧទាហរណ៍ថាយើងកំណត់ថែមឲ្យគាត់5នាទីឧទាហរណ៍5នាទីអត់ឲ្យលេងឲ្យនិយាយទាំងអស់ឲ្យនឹងអង្គុយមកកន្លែងនៅស្ងៀមចាអញ្ចឹងបើសិនជាគាត់យំយើងប្រាប់ថាបើសិនជាយំយើងនឹងថែម5នាទីទៀតហើយបើសិនជាគាត់នៅតែអត់បាត់យំទាំងអស់គ្នាត្រូវតែថែម5នាទីទៀតទាំងអស់គ្នាអាចដាក់ timer ឲ្យគាត់មើលម៉ោងបានចាដាក់នាទីថានាឡិកាយើងអញ្ចឹងដាក់ timer ឲ្យគាត់មើលទៅថាឥឡូវ5នាទីឥឡូវមកមីថែម5នាទីទៀតហើយទាំងអស់គ្នាត្រូវនៅពេលដែលទាំងអស់គ្នាថែមកូនទាំងអស់គ្នានៅតែអង្គុយមើលកូននឹងឯងដូចខ្ញុំនិយាយអញ្ចឹងទាំងអស់គ្នាអាចថែមឲ្យលេង iPad តែទាំងអស់គ្នាអង្គុយចុចទូរស័ព្ទមុខកូនអាហ្នឹងគឺអត់ប្រសិទ្ធភាពទេកាលណាតែយើងថែមឲ្យគាត់គឺយើងអង្គុយមើលគាត់ហ្មងអត់ឲ្យគាត់រត់ឆ្លេឆ្លាទៅណាឲ្យគាត់អង្គុយមើលគាត់ហ្មងបើសម្រាប់ខ្ញុំវិញការដែលខ្ញុំដាក់ថែមឲ្យកូនដំបូងគឺខ្ញុំអង្គុយទល់មុខកូនហ្នឹងហ្មងអញ្ចឹងនៅពេលដែលថែមឲ្យឧទាហរណ៍យើងដាក់5នាទីគាត់នៅតែយំថែម5នាទីទោះគាត់នៅតែយំយើងកាន់គាត់ចាយើងកាន់គាត់យើងថាស្ងាត់សិនជំយំមកមីប្រាប់កូនឯងដឹងហេតុអីបានកូនឯងត្រូវថែមឲ្យអត់ទាំងអស់គ្នាត្រូវតែដាច់ខាត់ត្រូវតែប្រាប់កូនថាហេតុអីបានអ្នកទាំងអស់គ្នាថែមឲ្យគាត់តើគាត់ខុសអីចាតើគាត់ខុសអីយើងត្រូវតែឲ្យគាត់ដឹងថាគាត់ធ្វើកំហុសទៅគាត់ទទួលបានការពិន័យហ្នឹងមិនមែនសុកយើងពិន័យគាត់ទេអញ្ចឹងគឺយើងត្រូវតែប្រាប់ឲ្យគាត់ដឹងថានេះកំហុសដោយសារតែកំហុសមួយនេះទៅគាត់ទទួលបានការថែមឲ្យអញ្ចឹងណាចាហើយខ្ញុំនិយាយតែអញ្ចឹងការថែមឲ្យកូនទាំងអស់គ្នាគឺត្រូវតែចិត្តដាច់បើទាំងអស់គ្នាចិត្តអត់ដាច់ទេទាំងអស់គ្នាថាលើថែមឲ្យ10នាទីប៉ុន្តែតំបាន5នាទីកូនយំកូនងែកងក់ចាមើលទៅអាណិតកូនពេកទាំងអស់គ្នាកាត់បន្ថយនាទីទាំងអស់គ្នាបែរជាអូខេទៅលេងអីលេងទៅ
ទាំងអស់គ្នាបើទាំងអស់គ្នាធ្វើបែបហ្នឹងមិនបាច់ដាក់វិន័យកូនទេព្រោះដាក់អត់បានទេព្រោះកូនអត់ខ្លាចយើងទេព្រោះគាត់នឹងដឹងថាម៉ាក់ប៉ានិយាយតែអញ្ចឹងទេតែបើសិនជាយើងងែកងក់អញ្ចឹងទៅគាត់នឹងឲ្យយើងហើយអញ្ចឹងគាត់អត់ខ្លាចអាហ្នឹងហើយដែលខ្ញុំនិយាយថាអ្នកខ្លះគាត់ថាគាត់ធ្វើថែមឲ្យដែរប៉ុន្តែដូចអត់មានប្រសិទ្ធភាពដោយសារតែមិនយើងចិត្តទុនហើយខ្ញុំនិយាយប្រាប់បងប្អូនគ្នាមិនថាអ្នកទាំងអស់គ្នាដែលចិត្តទុនឬក៏ខ្ញុំចិត្តរឹងហើយគឺយើងស្រឡាញ់កូនទាំងអស់គ្នាយើងសិតតែស្រឡាញ់កូនទាំងអស់គ្នាយើងសិតតែមិនថាដាច់ធម៌មេត្តាមួយកូននេះគឺយើងស្រឡាញ់យើងអាណិតនៅពេលដែលកូនធ្វើងែកងក់យំដូចថាអត់ចង់ថែមឲ្យចង់បានអីលេងអញ្ចឹងយើងអាណិតដូចគ្នាក៏ប៉ុន្តែយើងត្រូវតែប្រាប់ចិត្តខ្លួនឯងថាយើងត្រូវតែកាត់ឲ្យបានហើយបើយើងធ្វើបានតែម្ដងពីរដងគឺលើកក្រោយស្រួលហើយចាដូចកូនខ្ញុំទាំងអស់គ្នាច្រើនតែឃើញខ្ញុំថាខ្ញុំរាប់ដល់3អញ្ចឹងនៅពេលដែលគាត់ធ្វើអីអញ្ចឹងខ្ញុំថាម៉ាមីរាប់ដល់3បើអត់ធ្វើហើយទេយូរ time out អូម៉ាមីដក iPad ហើយនៅពេលដែលខ្ញុំដក iPad ក៏ចង់ដូចគ្នាពេលដក iPad គឺដកហ្មងអត់មានថាខ្ញុំដកប្តីខ្ញុំឲ្យឬក៏ម៉ាក់ខ្ញុំអាចយកឲ្យបានគឺអត់ទេបើខ្ញុំដកគឺអ្នកផ្ទះអត់មានអ្នកណាហ៊ានប៉ះបើប្តីខ្ញុំដកគឺអត់មានអ្នកណាហ៊ានប៉ះបើម៉ាក់ខ្ញុំដកគឺអត់មានអ្នកណាហ៊ានប៉ះហ្មងនិយាយទៅគឺយើងតឹងរឹងមួយគាត់យើងដូចខ្ញុំនិយាយចឹងខ្ញុំគិតថាការដូចថាវិន័យគឺសំខាន់ខ្លាំងមែនតើតែម្ដងសម្រាប់ការចិញ្ចឹមកូនណាបងប្អូនគ្នាចាវិន័យយើងត្រូវតែឲ្យកូនយើងមានវិន័យមិនថាគាត់នៅក្នុងកម្រិតជីវភាពប៉ុណ្ណាវិន័យនៅតែមានសិលធម៌សុជីវធម៌នៅតែមានអញ្ចឹងណាចាអញ្ចឹងអាហ្នឹងការ tip របស់ខ្ញុំដែលខ្ញុំអាចចែករំលែកបានគឺអញ្ចឹងឯងបងប្អូនត្រូវតែកំណត់ដូចខ្ញុំនិយាយអញ្ចឹងត្រូវតែរៀងម៉ឹងម៉ាត់មួយគាត់តិចនៅពេលដែលយើងដាក់វិន័យគាត់ហើយដូចខ្ញុំនិយាយអញ្ចឹងណាពេលយើងដាក់វិន័យគាត់គឺដូចយើងដាក់វិន័យខ្លួនឯងលក្ខណៈថាអង្គុយទល់មុខមួយគាត់ហ្មងហើយកុំភ្លេចប្រាប់គាត់នៅពេលដែលចប់ម៉ោង time out ឧទាហរណ៍ថា time out គាត់15នាទីអត់បានលេងថយអត់បានលេង iPad អីទាំងអស់ពេលដែលគាត់ចិត្តហើយពេលដល់ម៉ោងថាលើកូនហើយម៉ាក់ប្រាប់លើកនេះម៉ាមីដាក់ time out កូនដោយសារកូនខុសចេះកូនខុសចុះលើកក្រោយបើកូនអត់ចង់ចាបើកូនអត់ចង់ត្រូវទទួល time out ទេនៅពេលដែលម៉ាមីនិយាយចេះកុំឲ្យធ្វើកូនកុំធ្វើណាកូនអាចឆ្ងល់បានហេតុអីបានកូនធ្វើអត់បានហេតុអីបានកូនលេងអត់បានទាំងអស់គ្នាបញ្ចូលកូនការពិតគាត់ក្មេងពេលខ្លះយើងច្រើនថាកុំលេងកបិតចាកុំលេងកបិតអញ្ចឹងក្មេងគាត់ធម្មតាគាត់ក្មេងច្រកក្មេងហាមអីចង់នឹងតែយើងប្រាប់គាត់យើងប្រាប់ថាហេតុអីបានអត់ឲ្យលេងកបិតព្រោះលេងកបិតទៅវាអាចមុតវាប៊ូប៊ូវាចិញ្ចៀមវាឈឺអញ្ចឹងយើងអាចបញ្យល់ប្រាប់គាត់ឧទាហរណ៍គាត់មក mess up ការងារយើងប្រាប់គាត់ថាហេតុអីបានមិនគួរមក mess up ការងាររបស់យើងខ្ញុំជឿបើសិនតែអស់គ្នាធ្វើការរកស៊ីនៅផ្ទះធម្មតាគឺកូនមក mess up មួយការងារអ្នកនរគ្នាទាំងអស់គ្នាមិនមែនអង្គុយតែមិនឲ្យកូន mess up គ្រប់ពេលទេប៉ុន្តែឲ្យវាមានកម្រិតខ្ញុំចង់និយាយអញ្ចឹងពេលខ្លះក៏យើងអនុញ្ញាតឲ្យគាត់ mess up ខ្លះទៅព្រោះគាត់ក៏ចង់ដឹងចង់ឮដែរតែពេលខ្លះទៀតគឺយើងពិតជាត្រូវធ្វើការដែលមិនឲ្យមានការរំខានរបស់គាត់គឺយើងត្រូវតែមានវិន័យមួយគាត់សម្រាប់នៅពេលដែលយើងត្រូវការឲ្យគាត់នៅស្ងៀមអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាការចែករំលែកទៅជូនបងប្អូនទាំងអស់គ្នាហើយខ្ញុំមកចែករំលែកនេះមិនមែនមានន័យថាកូនខ្ញុំ perfect អីទេអ្នកនរគ្នាគ្រាន់តែជាការចែករំលែកដោយសារតែខ្ញុំមានសំណួរពីបងប្អូនដែលគាត់ចា follow page ខ្ញុំឬក៏មិត្តភក្តិខ្ញុំអីអញ្ចឹងគាត់បានសួរខ្ញុំតាម message ក៏ដូចជាតាម comment អញ្ចឹងណាអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជាចែករំលែកជាចំណេះដឹងតិចតួចក៏ដូចជា tip តិចតួចជូនទៅម៉ាក់ប៉ាទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ